សូមជូនរឿងពាងទឹកវេទមន្តកាលពីព្រេងនាយនៅភូមិតូចមួយដែលហ៊ុំព័ទ្ធដោយវាលស្រែពណ៌បៃតងមានក្មេងប្រុសចិត្តលោកម្នាក់ឈ្មោះតារាគ្រួសាររបស់តារាក្រីក្រហើយនៅរដូវប្រាំងទឹកតែងតែខ្វះខាតថ្ងៃមួយពេលដើរកាត់ព្រៃតារាបានប្រទះឃើញពាងទឹកចាស់មួយប្រេះពាក់កណ្ដាលកប់ក្នុងដីវាមើលទៅគ្មានប្រយោជន៍ប៉ុន្តែមានអ្វីមួយធ្វើឲ្យគាត់ញញឹមប្រហែលជាខ្ញុំនៅតែអាចប្រែអ្នកបានគាត់ខ្សឹបអូសវាទៅផ្ទះយឺតនៅយប់នោះនៅពេលដែលសត្វកន្ត្រាក់ច្រៀងហើយពន្លឺព្រះច័ន្ទបានប៉ះមាត់ពាងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍មកការវីដេអូបែបនេះផុសចូលក្នុង YouTube ឬក៏ Facebook អីអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបានអូខេហើយមុនចូលដល់វីដេអូរបស់យើងបងប្អូនជួយ Subscribe Channel ខ្ញុំមួយផងហើយចុចជំហានដំបូងដើម្បីយើងអាចបានរឿងបងប្អូនត្រូវមានប្រមសិននេះបងប្អូនមានប្រមនេះមានប្រមចំនួន3ហើយប្រមនេះខ្ញុំដាក់នៅខាងក្រោមហ្នឹងបងប្អូនអាចចូលទៅផាសយកមកប្រើបានអូខេអូកូពីប្រមទី1នេះមកហើយបើកឆាតវិធីឬក៏ Google G មួយណាក៏បានដែរអូខេហើយផាសចូលមកហើយសម្រាប់កន្លែង5នេះបងប្អូនចង់បានឲ្យវាបង្កើតចំនួនផ្ដល់ឲ្យបងប្អូនចំនួនប៉ុន្មានរឿងប្រហែលចំណងជើងបងអាចដាក់មក10ដាក់20ដាក់តាមហ្នឹងមកអូខេហើយយកទៅ5មកវាចុច Enter ទៅអូខេហើយបងប្អូនពេញចិត្តរឿងមួយណានេះ5បើពេញចិត្តទេបងអាចបន្ថែមតិចមកថែម5ឬក៏10ទៀតមកអូខេខ្ញុំឧទាហរណ៍ខ្ញុំពេញចិត្តរឿងទី2នេះចុះនេះពាងទឹកវេទមន្តអូខេខ្ញុំពេញចិត្តរឿងនឹងចុះហើយសម្រាប់ទីរឿងបងប្អូនអាចដកស្រង់ចេញរឿងនៃប្រេងខ្មែររបស់យើងក៏បានដែរនេះខ្ញុំបង្ហាញបងប្អូនការនៃ Google មក search ពាក្យនេះមកនេះប្រជុំរឿងប្រេងខ្មែរហើយចុចអានេះមកប្រជុំរឿងប្រេងខ្មែរខាងលើហ្នឹងមកអូខេនេះវាមានសាច់រឿងជាច្រើនហើយបងប្អូនយកទៅបង្កើតបាននេះបងប្អូនចង់ឲ្យយករឿងពីកន្លែងហ្នឹងក៏បានឬក៏ចង់ឲ្យបង្កើតឲ្យក៏បានតែលើបងប្អូនទេបងប្អូនអាចយករឿងហ្នឹងឲ្យប្រើប្រមរបស់ខ្ញុំទៅបាច់កាច់ជាសាច់រឿងបានអូខេឥឡូវខ្ញុំជុំកម្មវិធីរបស់យើងខ្ញុំពេញចិត្តទី2ហ្នឹងចុះអូខេបងប្អូនចុច copy អាហ្នឹងបងចុច select លើវាមកហើយនេះជារូបសញ្ញាថ្មីកណ្ដោ2ខាងលើនេះចុចលើអាហ្នឹងមកអូខេហើយចូលយកប្រមក្នុងវគ្គទី2ប្រមទី2មកហើយផាសចូលកន្លែងហ្នឹងមកអូខេហើយដាក់កន្លែងលេខ8នេះមកបងប្អូនចង់បានឲ្យវាផ្ដល់ជាសាច់រឿងប្រហែលនាទី10នាទី20នាទីឬក៏5-10នាទីអីឬ5នាទី4នាទីអីតែលើបងប្អូនទេដាក់មកខ្ញុំដាក់ត្រឹមតែ2នាទីបានខ្ញុំដាក់2នាទីមួយឧទាហរណ៍អូខេបងធ្វើវែងដាក់ច្រើនមកចុច Enter អូខេនេះវាបង្កើតមកនេះអានេះស៊ីនទី1ស៊ីនទី2នេះស៊ីនទី3ស៊ីនទី4ស៊ីនទី5អូខេបងប្អូននេះអាចឆ្លោះបងប្អូនដកនេះហ្នឹងគឺវាឆ្លោះស៊ីនរបស់វាអូខេបងប្អូនអាចប៉ុនលើហ្នឹងเอาไปឆ្លោះម៉ាស៊ីនមកឆ្លោះម៉ាស៊ីនវាច់មើលមកនេះឆ្លោះនេះឆ្លោះធំដល់ធំហ្នឹងគឺដកនេះម៉ាស៊ីនអូខេជាបងប្អូននេះបងប្អូន copy អាហ្នឹង select លើអាហ្នឹងអាផ្សងទី1ហ្នឹងមកហើយមើលអាសញ្ញាថ្មីកណ្ដោ2ហ្នឹងចុចលើហ្នឹងមកហើយចូលយកប្រមទី3នេះទីមកអូខេផាសចូលមកអូខេដាក់ប្រមនេះបងប្អូនបង្កើតរូបភាពដោយប្រើប្រាស់ website ណាបដូរបានទីនេះខ្ញុំប្រើក្រប AI បងប្រើ website ណាក៏បានដែរដើម្បីបង្កើតជារូបភាពនិងវីដេអូខ្ញុំប្រើក្រប AI បង្កើតជាវីដេអូ
ok gọi đã mà một ra website nó đã ra nữa mà một ra chiaประจำមួយណាក៏ទៅសួរប្រើដាក់កន្លែងហ្នឹងមកអូខេហើយពួកចុច enter ទៅវាទៅអូខេណាវាបង្កើតជាប្រមមកយើងនេះនឹងប្រមក្នុងវគ្គទី1បងយកវគ្គទី2មួយទៀតនេះវគ្គទី2នេះឥឡូវអាស្មីកណ្ដោនឹងទៀតមកប្រមនឹងចូលទៀតមកអូខេគាត់ធ្វើចឹងដែរទៅដើម្បីឲ្យអស់ស៊ីនអស់ប្រមដែលបងប្អូនបានកំណត់បងប្អូនយកច្រើនវាអាចនឹងច្រើនប្រមចឹងអាចអូខេចឹងហើយបងប្អូនយកអានេះអូខេចូលមកកាន់វគ្គទី3នេះទី3អូខេទី3គឺសញ្ញាថ្មីកដោហ្នឹងមកហើយ copy ប្រអប់នឹងចូលអូខេគឺថាបងប្អូនអាចទាន់ហើយប៉ុណ្ណឹងខ្ញុំសូមរំលងសិនបងប្អូនអាចធ្វើចឹងដែរឲ្យអស់ស៊ីនអស់ប្លង់ហ្នឹងមកអូខេបានបង្កើតវាគ្រប់ស៊ីនគ្រប់ប្លង់ទាំងអស់ហើយជំនាញបន្ទាប់បងប្អូនត្រូវការជារូបភាពបងចូលមកកាន់វគ្គទី1មកប្រមទី1អូខេនេះប្រមទី1ផាសយកប្រមទី1មកហើយយើងធ្វើបង្កើតជារូបភាពសិនបងប្រើនៃនេះបើក tab ថ្មីមកបង search ពាក្យនេះ music effect យកខាងលើហ្នឹងមក music effect ហ្នឹងអូខេបងធ្វើការ login វាទៅវាអាចប្រើវាបានចុចនេះកន្លែង music effect នេះជេនហើយចុចការរូបទូចនេះមកនេះហើយវាចេញមកនេះបងរើសយកឯង I make effect កាត់ជារូបភាពគេផាសចូលមកនេះនឹងផាសចូលទៅនឹងមកចុចពាក្យ create អូខេឥឡូវនឹងវគ្គទី1យកជារូបមកគឺស្អាតមែនតើបើពណ៌ពេញចិត្តទេឲ្យចុច create ភាសាទៀតឲ្យបង្កើតមក4ទៀតទៅអូខេឥឡូវបានប្រងទី1ហើយជួយទៅកាន់ scene ទី2 scene ទី2នេះ copy មកអូខេកាសចូលឡើងហ្នឹងមកហើយចុច create មកអូខេឥឡូវបានស៊ីនទី2ហើយហើយបងប្អូនអាចធ្វើអញ្ចឹងដែរទៅបងផាសចូលផាសប្រមក្នុងស៊ីនទី3មកនេះស៊ីនទី3ផាសចូលមកចុច create ហើយគឺថាបងប្អូនអាចប៉ុណ្ណេះប៉ុណ្ណឹងគាត់ធ្វើអញ្ចឹងដែរឲ្យអស់ប្លង់អស់ស៊ីននេះបងប្អូនបានអង្គបង្កើតនឹងមកបងប្អូនធ្វើវាអាចនឹងច្រើនហើយធ្វើឲ្យអស់ស៊ីនទាំងអស់ហ្នឹងមកអូខេឥឡូវសូមរំលងសិនបង្កើតឲ្យខ្ញុំបានគ្រប់ស៊ីនគ្រប់ប្លង់ទាំងអស់ហើយអូខេបងប្អូនត្រូវតែយកវាបង្កើតជាវីដេអូនេះមកវគ្គទី1មកអូខេនេះវគ្គទី1បងប្អូនយកមួយណាគឺថាវាស្អាតយកមួយហ្នឹងមកយកអានេះចុះអូខេ copy អាហ្នឹងមកម៉ាស៊ីននេះយកតែមួយទេបងប្អូនហ្នឹងហើយបើក tab ថ្មីមួយទៀតមក save មក crop AI គេខាងលើហ្នឹង crop AI save ហ្នឹងមកយកខាងលើហ្នឹង crop អូខេហើយបងប្អូនចូលមកកាន់ I make តែជាគប់ផាសប្រមនឹងផាសគឺបាន copy រូបមិញហ្នឹងអូខេហើយចូលទៅយកដែរនេះប្រមកើតនេះ
copy វាមកដាក់ចូលចូលទៅណាមកអូខេខ្ញុំសូមបញ្ចូលសិនបើសិនជាបងប្អូនចង់បានឲ្យរូបភាពហ្នឹងមានកាយវិការនិយាយឆ្លើយឆ្លងគ្នាបងប្អូនប្រើប្រមមួយនេះខ្ញុំបញ្ចូលឲ្យបងប្អូនធ្វើឲ្យតាន់នេះប្រើប្រមនេះអវយៈទី1នេះបងយកអាប្រមហ្នឹងដាក់កន្លែងកាត់ជាវីដេអូហើយរូបភាពហ្នឹងគឺវាមានកាយវិការនិយាយមានកាយវិការអ្វីគឺតាមអត្ថបទដែលបាននិយាយខាងនេះជាបងប្អូនចង់បានបែបហ្នឹងខ្ញុំអត់ទេខ្ញុំយកអាមួយនេះហើយយកប្រមមកកាត់ជារូបភាពហ្នឹងហើយអូខេហើយចាប់ព្រួយនេះទៅអូខេហើយចូលមកកាន់វគ្គទី2យកមួយណាគឺថាមួយណាតំណងស្អាតយកមួយហ្នឹងទៅអូខេពីហ្នឹងមកហើយបើកក្រោបអូខេរងចាំវាបន្តិចទៅ What a beautiful sunrise. I hope I can help. អូខេហើយបងទី1ផាទី2មកចូលទៀតមកហើយព្រមបងប្អូនយកមួយណាក៏បានយកពីកន្លែងនេះក៏បានវាក៏យកពីកន្លែង activity និយាយក៏បានអូខេណាមកគាត់ធ្វើចឹងដែលរហូតទៅឲ្យអស់ប្លង់អស់ស៊ីនអ្នកបងប្អូនបានបង្កើតហ្នឹងខ្ញុំសូមរំលងសិនគឺថាបងប្អូនអាចធ្វើបានដែរទាន់ដែរអូខេឥឡូវខ្ញុំបានបង្កើតវីដេអូគ្រប់ស៊ីនគ្រប់ប្លង់ទាំងអស់ហើយមានបន្ទាប់ពីធ្វើការ save វាមកយកកន្លែងនេះមករង្វង់មួយខាងក្រោមនេះអូខេទៅហ្នឹងមកហើយបង save ក្នុងវគ្គទី1វគ្គទី1ណាវគ្គទី1នេះអូខេវគ្គទី1បងឃើញ save មកចុច save ហ្នឹងក៏បាន I hope I can help today. save កន្លែងរូប download នេះក៏បានអូខេ save ទៅនេះមួយជួយបងរកកន្លែងទុកមកអូខេនេះចាំដាក់លេខ1ទៅណា1អូខេនេះលេខ2 save ដែលអស់បងប្អូនអូខេបងប្អូនធ្វើការ save ចឹងដែលរហូតដល់អស់ប្លង់ដែលបងប្អូនបានបង្កើតហ្នឹងមកអូខេខ្ញុំបាន save វីដេអូហ្នឹងគ្រប់ប្លង់ទាំងអស់ហើយជំហានបន្ទាប់យើងត្រូវបង្កើតជាសំឡេងបងចូលមកកាន់ឆាតមួយទីមកអូខេអូន copy ប្លង់ទី1នេះមកគុំ copy ពីស៊ីនចាស់ copy ហ្នឹងហើយចូលទៅកាន់ Google Translate ឲ្យវាបកប្រែនេះអូខេ copy ចឹងមកវាបកប្រែមកតែឲ្យមិន copy ខាងក្រោមនេះអូខេបងប្អូនបើក tab ថ្មីមក tab មួយទៀតនេះ Google AI Studio ចុចមកអូខេនេះខាងលើនេះ Google AI Studio ចុចលើហ្នឹងមកចុចលើ website វាខាងលើហ្នឹងមកបងប្អូន login បងប្អូនធ្វើការ login វាទៅអូខេមកចុចតួអង្គតែម្នាក់នេះមកនេះហើយផាសចូលមកអូខេហើយកាន់វគ្គទី2មក copy បន្តទៀតមក copy ឲ្យអស់អាហ្នឹងមក copy វាបកប្រែ
copy ចូលមកហ្នឹងគាត់អាចបន្តក៏បានឬក៏ចុះបន្ទាត់ក៏បានអូខេពីមកអូខេបងប្អូនអាចធ្វើការ copy អញ្ចឹងដែរមកឲ្យអស់ប្លង់អស់ scene បងប្អូនបាននេះមកបងប្អូនក៏ដាក់នេះផងដាក់ដេញចំណងជើងរឿងដែលបងប្អូនបានបង្កើតហ្នឹងខាងលើនេះផងអូខេបងប្អូនអាចពាន់នេះប៉ុណ្ណឹងខ្ញុំសូមរំលងកន្លែងហ្នឹងសិនខ្ញុំបានដេញផាសវាចូលមកទាំងអស់ហើយបានទាំងចំណងជើងបានទាំងសាច់រឿងអូខេបងប្អូនមើលមកកន្លែងនេះខាងតាមដៃឬសំឡេងមួយមកបងប្អូនពេញចិត្តជាមួយណាមួយទៅឧទាហរណ៍មួយទេ Ready to build? អាចតែសាក់មើល What do you want to explore? Ready to make something? What kind of problem? What do you want to explore? អូខេយកអានោះមួយចូលឧទាហរណ៍បងប្អូនទេហើយ recipe នេះអាចសេរីមកស្វងប៉ុណ្ណេះ9585ឬប្រហែលអាចលេខខ្លួនឯងបងប្អូនដោយសារខ្ញុំអត់ស្គាល់ដល់មួយណាដែលព្រោះប្រកាសទេបងអាចសេរីបន្ថែមទៅអូខេប៉ុណ្ណឹងហើយបងប្អូនអាចចុចរ៉ានមកនេះចុចពាក្យរ៉ានមកបងប្អូនសេរីឬស្ដីមួយបងប្អូនចង់បានហើយចុចរ៉ានអូខេហើយបងធ្វើការរងចាំវាមួយផ្លែទៅយើងបានសំឡេងវាបាន generate ឲ្យយើងបានរួចរាល់ហើយបងប្អូននេះមកនេះបងប្អូន copy វាមកបងប្អូនអស់ចុចបងប្អូនពេញចិត្តអីបងប្អូនចុចសញ្ញាទី3នេះមកដល់ download វាមកនេះគេរើសឡើងណាទុកលេខទុកមួយមកជួរអូខេទុកហ្នឹងចុះនេះ save បានហ្នឹង save នេះមកឲ្យតាមបងប្អូនអូខេយើងបាន save រួចរាល់ហើយបងប្អូនចូលបើក CapCut មកគេបើកឲ្យបងប្អូនដាក់វីដេអូនឹងចូលមកតែបានដាក់រួចរាល់ហើយបងប្អូនហើយដាក់បងប្អូនមានអីបាក់ឲ្យគាត់ដាក់វីដេអូចូលអូខេខ្ញុំមកវីដេអូនឹងវែងអូខេហើយដាក់រូបភាពវីដេអូចូលហើយយើងទៅដល់ដាក់សំឡេងអូខេសំឡេងកន្លែងណាមិញហ្នឹងទៅរកយកមកអូខេនេះសំឡេងនេះបងធ្លាក់វាចុះក្រោមមកនេះអូខេមើលទៅគឺសំឡេងគឺវាវែងជាងវីដេអូព្រោះថាในវីដេអូក្នុង TikTok ខ្ញុំកើតបានត្រឹមតែ5 second ទេតែខ្ញុំមានវិធីបើរៀបវាឲ្យស្អាតនាងបងលើអាចមួយហ្នឹងមកបង Control C Control V មកវាបានជាមកនេះអូខេចាំមកអូខេបងប្អូនអាចតម្លាក់ space វាក៏បានដែរចុចលើវីដេអូហ្នឹងមកហើយចុចមកកន្លែងនេះហើយតម្លាក់ space វាមកលាក់មកគឺវាដល់ក្រោមវាកាន់ទៅវែងទៅអូខេបងអាចសេរីវាឲ្យត្រូវសាច់រឿងនឹងសំឡេងមកហើយខ្ញុំសូមសេរីវាឲ្យស្អាតសិនរៀបវាបានរួចរាល់ហើយអូខេប៉ុណ្ណឹងហើយបងប្អូនអាចនេះបងយកដេញជាសំឡេងខ្មែរមួយទៀតដើម្បីនេះខ្មែររបស់យើងស្រាប់ play ហ្នឹងគឺខ្ញុំដាក់នៅខាងក្រោមបងប្អូនអាចយកទៅប្រើបានខ្មែររបស់យើងនេះអូខេបងប្អូនអាចដាក់មកក្រោមមកអូខេហើយឆ្លាច់វានេះបិទសំឡេងទាំងអស់មកហើយទាញវាមកខាត់នេះអូខេដាក់ខាងលើអូខេប៉ុណ្ណឹងសិនហើយទាញលេងមកមុខតិចធ្លាក់វាមកក្រោមវិញមកគេនេះបងប្អូនអាចក្បាលដបូងបងអាចចុច scope វាក៏បានចុចនេះមកនេះរូបនេះ copy វាមកចុចលុបអានេះចេញទៅអូនេះស្មើនេះមកចាំស្ដាប់មើលថាវាត្រូវអត់ចាំមើលពួកឯងរៀបខ្លួនឯងបន្ថែមខ្ញុំបង្ហាញបងប្អូនថាបានល្អទេអូខេសូមជូន
ខេកន្លែងនេះបងប្អូននេះកន្លែងសុំពីរឿងនេះបងប្អូនអាចចុចវាមួយហើយបងប្អូនចុចចូលអានេះអាប៊ូតុងទូចនៅខាងនេះអូខេចុចតាមប៊ូតុងទូចនឹងមួយមកបងប្អូនអូសវាមកមុខហើយចុចអានឹងទៀតហើយទាញវាអានេះមកទីវាមកក្រោយវិញវាក៏ឡើងខ្ពស់ហើយបងប្អូនអូសមកនេះវិញចុចស្កប់មួយទៀតអូខេហើយបងទីមកនេះមកស្កប់មួយទៀតហើយទាញតម្លាក់វិញអូខេស្រេមកនេះស្កប់ណាំមួយទាញតម្លាក់វិញមកអូខេហើយបងអាចដាក់មើលទៅ សូមជូនរឿង ដល់ហើយសូមជម្រាបហ្នឹងគឺវាតម្លាក់អាសំឡេងខ្មែររបស់យើងនេះអូខេបងប្អូនអាចទាន់ហើយប៉ុណ្ណឹងហើយបងប្អូនដាក់នេះមកដាក់ដេញហើយសូមជម្រាបបងដេញទៅសេមកនេះអូខេមកសេសូមជម្រាបចឹងមកខ្ញុំសូមទៅសេហើយរឿងដាក់មក ជូនរឿង អូខេបងប្អូនចុចនេះទាញនេះខប់មកនេះមកអាទៅពីរឿងនេះបងអាចសេរីអសវាបាននេះចង់វាធំធុយចង់វាពណ៌នេះជួយយកខាងនេះមកបងមើលខ្ញុំនេះដាក់ពណ៌មកនេះចង់ពណ៌អីគេវាស៊ីមកអូខេដាក់ពណ៌ហ្នឹងទៅឧទាហរណ៍ទេពណ៌ទៅហ្នឹងមកទីវាធំតិចមកបងប្អូនមើលមកកន្លែងនេះបន្ទាប់ពីពាក្យនេះអាចដាក់នេះឡៃវាចេញមកនេះវាចេញមកបែបម៉េចនេះហ្វមមាសក៏បានមើល ជូនរឿង អូខេនេះវាលឿនមកអូអានេះបន្តិចមក ជូនរឿងពាងទឹកវេទមន្ត អូខេនេះមកវាចេញលឿនពេក សូមជូនរឿងពាងទឹកវេទមន្តកាលពីព្រេងនាយនៅភូមិជូនរឿងកាលពីព្រេងនាយ អូខេមកស្រែនឹងឲ្យវានេះមកតែខ្ញុំស្រែអូខេនេះយើងអាចដាក់ចង់ដូចគ្នាអត់ពណ៌អីគេអាចលេងឲ្យបន្ថែមទៀតខ្ញុំអត់ទៀតទេបានបោកខ្លះចឹងទៅពណ៌អីចឹងពណ៌នេះពណ៌អីតែមើលមកស្អាតអូខេស្រែពណ៌ចឹងពណ៌នេះដិតទីមកឲ្យច្បាស់ទីអូខេមកស្រែមកខ្ញុំអត់នេះអូខេដល់ពណ៌ហ្នឹងចុះហើយដាក់វាចេញមិនដូចគ្នាបងនេះវាចេញ នាយ អូខេខ្ញុំសូមទៅរេវាស្អាតឡើងណាស់សិនមើលបាននេះស្រែប៉ុណ្ណឹងមក រឿងពាងទឹកវេទមន្តកាលពីព្រេងនាយនៅភូមិតូចមួយដែលហ៊ុំព័ទ្ធដោយវាលស្រែពណ៌បៃតងមានក្មេងប្រុសចិត្ត អូខេអាចស្រែតាមថយទៅនេះបើសិនវាយឺតអីយើងអាចតម្លាក់ space បន្តិចមកពេលវាស៊ីជាមួយនឹងសាច់រឿងហ្នឹងមកអូខេ ពេលដើរកាត់ព្រៃដើរ ហើយ like បងប្អូនអាចនេះ like តចេះបន្ថែមនឹង effect មកអូខេមកទីវាធំតិចមកអូខេជម្រាបតំណងបងណាអូខេឥឡូវខ្ញុំសូមដេញតវីដេអូនឹងឲ្យហើយសិនខ្ញុំដាក់ឲ្យបងប្អូននៅក្នុងវីដេអូមើល សូមជូនរឿងពាងទឹកវេទមន្តកាលពីព្រេងនាយនៅភូមិតូចមួយដែលហ៊ុំព័ទ្ធដោយវាលស្រែពណ៌បៃតងមានក្មេងប្រុសចិត្តលោកម្នាក់ឈ្មោះតារាគ្រួសាររបស់តារាក្រីក្រហើយនៅរដូវប្រាំងទឹកតែងតែខ្វះខាតថ្ងៃមួយពេលដើរកាត់ព្រៃ
តារាបានប្រទះឃើញពាងទឹកចាមួយប្រេះពាក់កណ្ដាលកប់ក្នុងដីវាមើលទៅគ្មានប្រយោជន៍ប៉ុន្តែមានអ្វីមួយធ្វើឲ្យគាត់ញញឹមប្រហែលជាខ្ញុំនៅតែអាចប្រាយអ្នកបានគាត់ខ្សឹបអូសវាទៅផ្ទះយឺតនៅយប់នោះនៅពេលដែលសត្វកន្ត្រាក់ច្រៀងហើយពន្លឺព្រះច័ន្ទបានប៉ះមាត់ពាងនោះតារាយល់សុបិនឃើញសំឡេងខ្សឹបវាបាននិយាយថាចូលបំពេញខ្ញុំដោយការអត់ធ្មត់ហើយខ្ញុំនឹងមិនទទេឡើយតារាភ្ញាក់ពីព្រលឹមងឿងឆ្ងល់តែមានសង្ឃឹមនៅព្រឹកបន្ទាប់គាត់ចាក់ទឹកពេញពាងដោយប្រុងប្រយ័ត្នដោយតែងតែប្រើប្រាស់ដោយតិចមិនដោយខ្ជះខ្ជាយមួយដំណក់ឡើយប៉ុន្មានថ្ងៃបានកន្លងផុតហើយភូមិនេះប្រឈមនឹងគ្រោះរាំងស្ងួតដ៏ក្តៅគគុកអ្នកភូមិពិបាករកទឹកប៉ុន្តែពាងរបស់តារាហាក់ពេញគ្រប់គ្រាន់សម្រាប់ចែកចាយគាត់បានឲ្យទឹកដល់សត្វដែលស្រេកទឹកដល់អ្នកជិតខាងនិងសូម្បីតែអ្នកធ្វើដំណើរឆ្លងកាត់គ្រប់គ្នាភ្ញាក់ផ្អើលតើពាងតូចមួយអាចផ្ដល់បានច្រើនយ៉ាងដូចម្តេចតារាបានត្រឹមញញឹមនឹកឃើញសំឡេងក្នុងសុបិនល្ងាចមួយព្រឹទ្ធាចារ្យភូមិបានមករកតារាហើយនិយាយថាសេចក្តីសុបិនសាសនិងការអត់ធ្មត់របស់អ្នកបាននាំជីវិតមកភូមិរបស់យើងតារាសើចតិចគាត់មិនមានអារម្មណ៍ពិសេសនោះទេគាត់បានត្រឹមតែស្ដាប់ពាងខ្សឹបហើយចែករំលែកអ្វីដែលគាត់មានចាប់ពីថ្ងៃនោះមកអ្នកភូមិនៅចាំបានថាសូម្បីតែវត្ថុតូចបំផុតនិងសាមញ្ញបំផុតក៏ដោយក៏អាចមានមន្តអាគមដ៏អស្ចារ្យបានដែរនៅពេលដែលពោរពេញទៅដោយការយកចិត្តទុកដាក់ការអត់ធ្មត់និងសេចក្តីសប្បុរសហើយពាងតូចដែលប្រេះវាស្ថិតនៅលើរានហាលរបស់តារាតែងតែពាក់កណ្ដាលពេញជាការរំលឹកដ៏ស្ងប់ស្ងាត់ថាស្នេហានិងការអត់ធ្មត់មិនដែលស្ងួតឡើយ